សួស្តីអ្នកទាំងអស់គ្នាមកកាន់ Channel MG ការស្លាប់គឺជាចំណុចបញ្ចប់នៃជីវិតស្របពេលនោះដែរក៏ជាពេលចាប់ផ្ដើមនៃជីវិតដែរតែថានឹងចាប់ផ្ដើមដោយបែបណាដោយវិធីសាស្ត្រណាមនុស្សបុរាណគឺមានវិធីសាស្ត្រប្លែកៗគ្នាច្រើនណាស់ការប្រើប្រាស់ស្មៅស្លាប់រស់ដែលស្ថិតក្នុងតំបន់ត្រជាក់បំផុតកិនឲ្យម៉ត់ប្រើប្រាស់តកកដាំជាមួយគ្នាឲ្យពុះរួចចាក់ពីលើបាយដំណើបបន្ទាប់មកយកមកជុលវិទ្យាសាស្ត្រចាក់ចំសៀតផ្កានិងកណ្ដាលថ្ងាសចុងក្រោយវេចខ្ចប់ជាមួយនឹងក្រណាត់សចំហុយរយៈពេល49ថ្ងៃជីវិតនឹងត្រឡប់មកវិញតែថាមកវិញជាអ្វីអ្នកទាំងអស់គ្នានឹងដឹងក្នុងវីដេអូនេះស្ដាប់ទៅដូចជាចំហុយនំសមិនទេថ្ងៃនេះ admin សូមធ្វើការណែនាំរឿងកូរ៉េប្រភេទ zombie ដែលធ្វើការរួមបញ្ចូលនៅសិល្បៈបែប zombie ដែលកើតឡើងក្នុងប្រទេសអាស៊ីហើយឈុតកូរ៉េបុរាណវិញម្ដងក្នុងនោះដែរក៏សូមទោសទុកជាមុនចំពោះ2ចំណុចទី1គឺដោយសារតែឈ្មោះតួអង្គគឺច្រើនដូចនេះ admin មិនអាចហៅឈ្មោះពេញទាំងអស់បានទេព្រោះថាឈ្មោះកូរ៉េស្ដាប់ទៅវារៀងស្តៀងគ្នាច្រើនខ្លាចវល់ទី2ពាក្យពេចន៍រាជស័ព្ទក្នុងការសម្រាយ admin មិនសូវជាអាចប្រើប្រាស់បានត្រឹមត្រូវនោះទេព្រោះចំណេះដឹងមានកម្រិតអូខេឥឡូវចូលសាច់រឿងយើងវិញកណ្ដាលរាត្រីស្ងាត់ក្នុងរាជវាំងរាជពេទ្យបានចូលវាំងទៅពិនិត្យជំងឺឲ្យស្ដេចនគរជាមួយនឹងកូនសិស្សមុនពេលចូលក្នុងរាជដំណាក់រាជពេទ្យចាស់ក៏បានផ្ដាំយ៉ាងខ្លាំងទៅសិស្សសំណប់ថាពេលចូលទៅដល់ក្នុងត្រូវចាំថាមិនត្រូវសម្លឹងព្រះភ័ក្ត្ររបស់មហាក្សត្រដាច់ខាតពេលចូលដល់ក្នុងរាជដំណាក់កូនសិស្សក៏រៀនស្ដាប់បង្គាប់ណាស់ដែរតែពេលដែលប្រគល់ថ្នាំក៏ច្រឡំក្រលៀសភ្នែកសម្លឹងទៅស្ដេចគ្រាន់តែមើលក៏ដឹងថាស្ដេចនេះគឺមានបញ្ហាធំហើយតែថារាជការនេះក៏មិនសូវនឹងណូប៉ុន្មានដែរមានរឿងចំពាក់ចំពិនគួរសមព្រះមហេសីជូកំពុងតែមានផ្ទៃពោះហើយឪពុកគាត់គឺជាមហាឧបរាជ10ថ្ងៃហើយដែលស្ដេចបាត់មុខលែងបានចូលប្រជុំពេលព្រឹកដែលធ្វើឲ្យប្រជារាស្ត្រជាពិសេសនិស្សិតនិងមន្ត្រីគិតថាព្រះមហាក្សត្រប្រហែលជាសោយទីវង្គតបាត់ទេដឹងឧបរាជជូគឺកំពុងតែស្វែងរកគ្រប់វិធីដើម្បីបង្ក្រាបពាក្យចចាមអារាមនេះឲ្យតែមានអ្នកសង្ស័យនឹងនិយាយពាក្យចចាមអារាមរឿងសោយទីវង្គតអីហ្នឹងគឺនឹងចាប់យកមកទាំងអស់រួចកំណត់ទោសថាជាទោសក្បត់ជាតិក្នុងរយៈពេល10ថ្ងៃនេះព្រះរាជបុត្រលីបានមកលុតជង្គង់សុំជួបបិតាតែក៏ត្រូវបានព្រះមហេសីប្រាប់ឲ្យត្រឡប់ទៅវិញនិងមិនមានសិទ្ធិសូម្បីតែសាកសួរបើហ៊ានតែសួរខ្លាំងព្រះមហេសីនឹងព្យាយាមលាបពណ៌ថាគេនឹងគឺមានបំណងចង់ប្លន់រាជបល្ល័ង្កតែថាជំងឺរបស់ស្ដេចលីពិតជាចម្លែកណាស់រាជបុត្រលីក៏បានចាត់តាំងឲ្យកូនចៅចំណិតរបស់គាត់គឺអង្គរៈមូឲ្យចេញទៅលួចយកបញ្ជីប្រវត្តិជំងឺបិតាឲ្យបានតែដោយសារតែប្រពន្ធរបស់អង្គរៈមូទើបនឹងមានផ្ទៃពោះរឿងលួចនេះបើចាប់បាននឹងត្រូវប្រហារជីវិតមួយគ្រួសារគាត់មិនចង់ធ្វើទេរាជបុត្រលីបាននិយាយថាខ្ញុំឮថាថ្ងៃនេះនឹងមានពិធីជប់លៀងហើយកម្មវិធីនេះនឹងរៀបចំទទួលដោយសាច់ពិសេសមានតម្លៃណាស់បើលោកមិនព្រមទេខ្ញុំក៏មិនបង្ខំដែរហើយយប់នោះអង្គរៈមូក៏លួចបាននៅបញ្ជីប្រវត្តិជំងឺជាក់ស្ដែងសៀវភៅនេះនឹងធ្វើការកត់ត្រាប្រចាំថ្ងៃអំពីស្ថានភាពជំងឺរបស់ស្ដេចតាមរយៈសៀវភៅក៏បានដឹងថាជំងឺរបស់ព្រះអង្គគឺគ្មានថ្នាំព្យាបាលនោះទេតែមើលបន្ថែមក៏ឃើញថា10ថ្ងៃមុននេះគឺចាប់ផ្ដើមដាច់ប៉ោះមិនមានសរសេរអ្វីទាំងអស់រាជពេទ្យដែលមកពិនិត្យជំងឺក៏ជាលោកគ្រូពេទ្យសុងហ៊ីដែលបានលាឈប់ពីតំណែងកាលពី3ឆ្នាំមុនតែថាហេតុអ្វីបានជាត្រូវហៅពេទ្យនោះត្រឡប់មកវិញឬក៏ប្រវត្តិជំងឺនេះមានបញ្ហាហើយឥឡូវនេះគ្រូសុងហ៊ីនេះក៏បានត្រឡប់ទៅស្រុកកំណើតវិញដែរដូចនេះហើយបុត្រាលីសម្រេចចិត្តថានឹងចេញទៅស្វែងរកគ្រូពេទ្យសុងហ៊ីនេះដើម្បីសួរនាំរឿងនេះឲ្យច្បាស់និយាយពីអបរាជជូវិញក៏មិនទំនេរពេកណាស់ដែរគាត់រកឃើញលិខិតឆ្លើយឆ្លងសមាគមអ្នកសិក្សាដែលនឹងសហការគ្នាគាំទ្របុត្រាលីឆាងឡើងគ្រងរាជ្យដូចនេះហើយគឺមានន័យថាបុត្រាលីនឹងធ្វើរដ្ឋប្រហារដណ្ដើមរាជ្យហើយអញ្ចឹងក៏ប្រញាប់ចាត់កម្លាំងឲ្យទៅចាប់បុត្រាលីមកកាត់ក្តីគាត់បានដឹងថាបុត្រាលីបានចេញពីក្រុងហើយគេកំពុងតែធ្វើដំណើរឆ្ពោះទៅរកគ្រូសុងហ៊ីឧបរាជជូបានដឹងពីគ្រោះថ្នាក់ប្រសិនបើបុត្រាលីរកឃើញគ្រូសុងហ៊ីនោះក៏បានចាត់តាំងឲ្យកូនប្រុសតែមួយរបស់គាត់គឺជូបឹមអ៊ីលតទៅហៅកាត់ថាអ្នកប្រុសជូឲ្យចេញទៅតាមសម្លាប់បុត្រាលីឲ្យបានសម្រេចហើយលោកគ្រូសុងហ៊ីត្រូវតែទុកជីវិតព្រោះថាគាត់នៅមានប្រយោជន៍និយាយពីបុត្រាលីបានស៊ើបដឹងថាស្រុកកំណើតរបស់គ្រូសុងហ៊ីគឺនៅដុងគូស្ថិតនៅក្នុងខេត្តប៊ូសានអញ្ចឹងហើយពួកគេក៏បានធ្វើដំណើរយ៉ាងប្រញាប់ចេញទៅរកគ្រូពេទ្យនោះអង្គរៈចំណិតលោកមូគិតមិនយល់ថាហេតុអ្វីបានជាចេញទៅប្រញាប់ប្រញាល់ម្លេះឬក៏បុត្រាលីខ្លាចគេលាបពណ៌រឿងក្បត់ដណ្ដើមនេះស្អីគេនោះបើលោកម្ចាស់ប្រញាប់យ៉ាងហ្នឹងវាប្រៀបដូចជាបង្ហាញថាយើងកំពុងតែរត់គេច
ហើយមើលទៅដូចជាក្បត់ជាតិមែនអញ្ចឹងបុត្រាលីក៏បានប្រញាប់ឆ្លើយតបយ៉ាងគ្មានរអាថាគឺខ្ញុំពិតជាធ្វើអញ្ចឹងមែនមិនមែនមានគេលាបពណ៌នោះទេប្រកាសណាស់ឥឡូវនេះបុត្រាលីគឺជារីទីយាតមែនតែ10ថ្ងៃនេះគឺពិតជាគួរឲ្យបារម្ភយ៉ាងខ្លាំងព្រោះថាប្រសិនបើស្ដេចលីពិតជាសោយទីវង្គតហើយក្រុមមហេសីជូលាក់ព័ត៌មានរងចាំរហូតដល់កូនរបស់នាងកើតមែននោះរីបល្ល័ង្កនឹងធ្លាក់ចូលក្នុងដៃរបស់ត្រកូលជូហើយបុត្រាលីនឹងផេះមិនខានដូចនេះហើយគេទៅតែរកឲ្យឃើញស្ថានភាពជំងឺរបស់ស្ដេចលីសំណួរសួរថាចុះបើព្រះមហេសីនោះកើតបានបុត្រីវិញនឹងរឿងមិនចប់ទៅហើយអីមិនអីទេតែមុខទៀតអេដមីននឹងបកស្រាយបន្ថែមស្របពេលនោះដែរគ្រូពេទ្យសុងហ៊ីមិនទាន់ដឹងថាគេគ្រប់គ្នាកំពុងតែសម្រុកឈ្មោះមករកលោកទេគាត់ទៅនឹងមកដល់សំណាក់ពេទ្យរបស់គាត់នៅក្នុងស្រុកកំណើតជាមួយនឹងក្តាមមឈូសដែលបានដាក់នៅសាកសពរបស់កូនសិស្សគាត់មើលទៅដូចជាត្រូវបានសត្វសាហាវខំហៃស្លាប់យ៉ាងម៉េចទេពេលនោះកូនសិស្សច្បងឈ្មោះថាសឹកប៊ីតទៅហៅថាចៃប៊ីតាមសួរគាត់អំពីរឿងដែលបានកើតឡើងលើសិស្សប្អូនហើយក្នុងវាំងហ្នឹងគឺកើតស្អីលោកគ្រូព្យាយាមឆ្លើយបង្រៀនថាគ្មានអ្វីកើតឡើងទេអ្វីគ្រប់យ៉ាងគឺស្ងប់ស្ងាត់មកមើលក្នុងស្រុកនេះវិញគឺកំពុងតែកើតគ្រោះទុរភិក្សនិងជំងឺឆ្លងយ៉ាងសាហាវហើយជំងឺខ្លុងនេះបានធ្វើឲ្យអ្នកជំងឺឈឺមហឺតនិងដង្ហើមចង្រិតគប់ជាមួយការដាច់អាហារយូរមកហើយប្រជាជននិងអ្នកជំងឺខ្លុងមកស្នាក់អាស្រ័យនឹងចំអែតក្រពះជាមួយនឹងស៊ុបថ្នាំស្មៅរបស់សំណាក់ពេទ្យសុងហ៊ីតែប៉ុណ្ណោះតែបើងាកទៅមើលសាលាស្រុកវិញម្នាក់ផឹកស៊ីសប្បាយអើងកងអបអរនឹងមេស្រុកថ្មីដែលទើបនឹងឡើងកាន់តំណែងផឹកស៊ីចាក់ចោលពេញនឹងតែម្ដងអេដមីនពិតជាមានអារម្មណ៍អាណិតអាសូរនិងអាណត្តិធំចំពោះអ្នកភូមិនេះខ្លោចចិត្តណាស់ហើយថ្ងៃនេះដែរគឺដោយរាល់ដងអញ្ចឹងចៃប៊ីក្រោយពីបានចេញទៅបេះថ្នាំរួចក៏បានត្រឡប់មកគ្លីនិកវិញក៏ឃើញថាគ្រប់គ្នាកំពុងតែញ៉ាំសាច់យ៉ាងឆ្ងាញ់ចូលទៅចង្ក្រានខាងក្រោយក៏បានជួបកំឡោះមន់មុនម្នាក់ឈ្មោះថាយ៉ុងស៊ីនតទៅហៅកាត់ថានីស៊ីនកំពុងតែទេពតបដាំស្លព្រមទាំងប្រាប់ថាថ្ងៃនេះគ្រប់គ្នាគឺមានសាច់ញ៉ាំព្រោះខ្ញុំបានចេញទៅបរបាញ់និងបានសាច់ឆ្លូមួយក្បាលចៃប៊ីលឺអញ្ចឹងសប្បាយចិត្តណាស់ក៏ទៅដួសញ៉ាំមួយចានដែរនេះជាម្រាមដៃអញ្ចឹងសាច់ហ្នឹងគឺជាសាច់សាកសពសិស្សប្អូននាងបានចេញទៅមើលខាងក្រៅក៏ឃើញថាម្នាក់កំពុងតែឆីសាកសពសិស្សប្អូនយ៉ាងឆ្ងាញ់ខឹងណាស់ចៃប៊ីក៏បានចូលមកស្រែកនិងរុញនីស៊ីនយ៉ាងខ្លាំងព្រមទាំងបានសួរថាមិនបានជាឯងធ្វើអញ្ចឹងមនុស្សមួយក្រុមនេះឃ្លានពេកដុតថ្នាក់យកសាកសពមនុស្សមកធ្វើជាស៊ុបទៅហើយនីស៊ីនបានប្រាប់ទៅចៃប៊ីថាក្នុងស្ថានភាពឥឡូវនេះបើមនុស្សរស់រានមានជីវិតគេនោះគឺជាបងប្អូនជាសាច់ញាតិរបស់យើងតែពេលដែលគេស្លាប់ទៅគឺសូន្យសងទៅហើយបើអាចជួយឲ្យមនុស្សមួយភូមិអាចចំអែតពោះបានក៏ជាការជួយដ៏ធំធេងរបស់គេដែរមិនអញ្ចឹងហីចៃប៊ីទទួលយកឡជីកឬទិសស្ដីបែបនេះមិនបានទេក៏បានឆ្លោះត្រឡប់ទៅវិញពេលដែលពួកគេកំពុងតែផាំងទៅផាំងមកនោះនៅក្រៅសំណាក់ពេទ្យកំពុងតែមានរឿងរន្ធត់ចិត្តកើតឡើងអ្នកជំងឺខ្លុងទាំងអស់ដែលគ្រាន់តែកម្រើកខ្លួនក៏ពិបាកនោះស្រាប់តែតាមសន្លាក់ឆ្អឹងឬសូរតែផោះរួចម្នាក់ក៏បានចាប់ផ្ដើមមានកម្លាំងឡើងព្រឹសក្រោយពេលញ៉ាំស៊ុបសាច់មនុស្សរួចក៏បានស្ទុះទៅខំពេទ្យស្រីម្នាក់ដែលជាសិស្សប្អូនរបស់ចៃប៊ីដែលគាត់មិនបានញ៉ាំស៊ុបនោះទេហើយពួកគេបានខំហាយគ្នាទាំងរស់រហូតដល់ស្លាប់ល្មមតែនីស៊ីនិងចៃប៊ីចាប់អារម្មណ៍សម្លេងខាងក្រៅនោះក៏យឺតពេលបាត់ទៅហើយពួកគេបានត្រឹមតែនៅក្នុងបន្ទប់មើលនៅឈុតឆាកដ៏រន្ធត់នេះរហូតដល់មេឃភ្លឺឡើងស៊ុំប៊ីទាំងនោះក៏ប្រញាប់រលចូលក្រោមក្តារសំណាក់ឬកន្លែងងងឹតផ្សេងៗដើម្បីពួនចៃប៊ីបានបើកមើលកំពីរបស់លោកគ្រូក៏បានឃើញថាមានស្មៅមួយយ៉ាងឈ្មោះថាស្មៅស្លាប់រស់គឺអាចព្យាបាលជំងឺស៊ុំប៊ីនេះបានដូចនេះហើយចៃប៊ីនិងនីស៊ីនក៏បានចែកជើងគ្នារកមធ្យោបាយចៃប៊ីនឹងចេញទៅរកស្មៅស្លាប់រស់ហើយនីស៊ីននឹងចេញទៅកាប់ជង្រុកឫស្សីដើម្បីធ្វើរបងខាំងស៊ុំប៊ីមិនយូរប៉ុន្មានបុត្រាលីនិងលោកមូនក៏បានមកដល់សំណាក់ពេទ្យតែពេលចូលទៅដល់ក៏ឃើញសុទ្ធតែជង្រុងឫស្សីនិងស្នាមឈាមហើយមនុស្សម្នាគឺបានបាត់ស្រមោលអស់ដើរបុត្រាលីក៏បានផុងក្តារនិងឃើញថានៅក្រោមក្តារនោះគឺសុទ្ធតែជាសាកសពបុត្រាលីក៏បានប្តឹងទៅសាលាស្រុកហើយក៏ជួនទៅទៀតថ្ងៃនេះគឺជាថ្ងៃដែលមេស្រុកថ្មីឈ្មោះថាជូប៊ឹមផាល់តទៅហៅកាត់ថានីផាល់ទើបនឹងឡើងកាន់តំណែងថ្ងៃទី1មិនដែររៀងស្ររៀងឈ្មោះទេត្រកូលជូទៀតហើយម្នាក់នេះត្រូវជាក្មួយរបស់អ៊ូប៉ារ៉ាជូនិស័យមែនតើណោះថ្ងៃកាន់តំណែងថ្មីនេះយ៉ាងណាក៏នីផាល់នឹងបញ្ចេញសមត្ថភាពរបស់គេដែរត្រូវតែចាប់ឃាតករនោះឲ្យបានស្មៀនបានប្រាប់ទៅមេស្រុកថាកាលពីថ្ងៃគេប្រទះឃើញនីស៊ីនបានទៅកាប់ឫស្សីជាច្រើនដើម្បីឈូសធ្វើជាជង្រុកឈើស្រួចហើយនីស៊ីននេះគេគ្មានឈ្មោះក្នុងបញ្ជីអ្នកភូមិទេព្រោះថាឈ្មោះរបស់គេបានចុះថាស្លាប់តាំងពីសង្គ្រាមកាលពី3ឆ្នាំមុនមកម្ល៉េះអញ្ចឹងគឺជាអាមួយនឹងហើយ
នៃផាមេស្រុកថ្មីនេះគឺបានកាត់សេចក្តីផាំងដោយមិនបាច់គិតច្រើននោះទេមួយសន្ទុះក្រោយក៏បានឃើញនេស៊ីនស្ទុះចូលក្នុងសាលាស្រុកនិងប្រាប់ថាពួកវានេះគឺមិនទាន់ស្លាប់ទេពេលនេះគឺដូចជាសាកសពអញ្ចឹងតែដល់ពេលយប់សាកសពទាំងនេះនឹងកម្រើកបានប្រៀបដូចជាបិសាចចេញខំហែកស៊ីមនុស្សតែថាគ្មាននរណាទៅជឿនោះទេដល់ឃើញថាគ្មាននរណាជឿនេស៊ីនក៏បានស្ទុះទៅចាប់គប់ភ្លើងដើម្បីដុតកំទេចសាកសពទាំងនោះតែចុងក្រោយក៏ត្រូវបានកងសន្តិសុខចាប់ជាប់និងយកទៅដាក់គុកសិនហើយម្នាក់ក៏បានប្រញាប់មកជួយពន្លត់ភ្លើងបុត្រាលីបានឆែកមើលសាកសពមិនឃើញគ្រូសុងហ៊ីទេក៏បានបកត្រឡប់ទៅសំណាក់ពេទ្យវិញហើយអ្នកប្រុសជូគឺបានរងចាំជាស្រេចក្នុងសំណាក់ពេទ្យអ្នកប្រុសជូបាននិយាយថាគ្រួសារត្រកូលជូមួយចំនួនទៅមួយចំនួនគឺខិតខំដើម្បីគ្រួសារត្រកូលលីណាហើយត្រូវមកលុតជង្គង់ត្រពួកឯងសំអាងស្អីទៅឯងដែលគ្មានបានការស្អីទេតែធ្វើជារីតិយាតតើឯងនេះវាស័ក្តិសមទេហាហើយយើងនឹងមកជំនួសឯងដាច់ខាតបុត្រាលីក៏បានតបវិញថាត្រូវយើងមិនចាំបាច់ធ្វើអ្វីទេព្រោះយើងគឺជាមនុស្សដែលទេវតាជ្រើសរើសមកសំអាងថាយើងគឺឈាមជ័ររាជវង្សនិងជាបុត្រាតែមួយគត់នៃនគរនេះមើលទូអាចឆ្លើយឡើងអញ្ចឹងហើយពួកគេក៏បានទិញដាវដេញកាប់គ្នាផ្អើលភូមិចុងក្រោយបុត្រាលីក៏បានវាយចាញ់អ្នកប្រុសជូពេលដែលអ្នកប្រុសជូរៀបនឹងសម្លាប់បុត្រាលីទៅហើយស្របពេលនោះមឈូសដែលនៅពីក្រោយក៏ចាប់ដើមរង្គោះរង្គើគ្រូសុងហ៊ីដែលដេកក្នុងនោះក៏បានងើបចេញមកពេលនេះក៏បានខ្លាចជាស៊ុំប៊ីមួយដែរអ្នកប្រុសជូក៏ត្រូវបានលោកគ្រូសុងហ៊ីខំរបួសចុងក្រោយក៏ត្រូវបានបុត្រាលីកាប់មួយដាវស្លាប់រីឯគ្រូសុងហ៊ីក៏ដូចគ្នាដែរមិននឹកស្មានថាគ្រូពេទ្យដែលខ្លួនខិតខំកាត់ទឹកឆ្លងទន្លេមករកបែរជាខ្លាចជាបិសាចទៅវិញហើយត្រូវបានខ្លួនសម្លាប់ចោលអញ្ចឹងសោះតើរឿងជំងឺរបស់បិតានឹងដាច់តម្រុយត្រឹមនេះហើយឬតើខ្ញុំត្រូវធ្វើយ៉ាងណាតែថាសំណាងដែរកូនសិស្សរបស់គ្រូសុងហ៊ីក៏បាននៅសល់ម្នាក់នោះគឺចៃប៊ីនេះឯងហើយបុត្រាលីក៏បានដឹងថារឿងមនុស្សស្លាប់ហើយរស់ឡើងវិញគឺពាក់ព័ន្ធនឹងស្មៅស្លាប់រស់តែចៃប៊ីព្យាយាមស្វែងរកស្មៅនោះដែររកយ៉ាងណាក៏រកមិនឃើញសម្លឹងមើលទៅមេឃកាន់តែយប់ហើយចៃប៊ីក៏ប្រញាប់រត់ទៅសាលាស្រុកអង្វរលោកមេស្រុកផាល់ឲ្យដុតកំទេចសាកសពទាំងនោះមុនពេលថ្ងៃលិចតែមេស្រុកផាល់មិនខ្ជិលស្ដាប់ទេក៏បានឲ្យសន្តិសុខអូសគេទាំងពីរដាក់គុកសិនទៅបន្ទាប់មកមេក៏ចាប់ផ្ដើមងងឹតតែមួយផ្លែទេស៊ុំប៊ីក៏បានងើបឡើងហើយដេញខាំមនុស្សពេញភូមិហើយមេស្រុកផាល់ក៏ប្រញាប់រត់ចូលក្នុងគុកនិយាយទៅអាប៉ែនេះគិតតែពីយកចៃប៊ីមករាំងនឹងការពារនេស៊ីនបានកិច្ចឡើងតាមដំបូលគុកចេញមកក្រៅដើម្បីជួយរំដោះប្រជាជនស៊ុំប៊ីកូរ៉េនេះគឺរត់លឿនណាស់ចង់លឿនជាងមនុស្សទៀតផងយប់នេះស្រុកដេគូក៏បានខ្លាយទៅជានរកក្នុងឋានមនុស្សបុត្រាលីក៏ត្រូវបានស៊ុំប៊ីដេញខាំដែរឡើងប្រសាយតែម្ដងសំណាងដែរអង្គរៈមូលមកជួយតន់បន្ទាប់មកអ្នកទាំងពីរក៏សម្រេចរត់ទៅបន្ទាយទាហានដើម្បីស្វែងរកជំនួយតែបន្ទាយទាហានគឺបានខាំងទ្វារជាប់ហើយស្មៀនក៏បានត្រៀមដៃធ្នូនឹងមិនឲ្យនរណាចូលមកដាច់ខាតបើមិនអញ្ចឹងទេនឹងសម្លាប់មិនរើសមុខមើលទៅស៊ុំប៊ីកាន់តែគៀកហើយបុត្រាលីនិងលោកមូនក៏បានលោតចូលទន្លេហើយក៏រួចខ្លួនទៅមេភ្លឺឡើងស៊ុំប៊ីទាំងអស់ក៏បានរត់ទៅពួនដោយយប់មុនហើយម្នាក់ដែលនៅរស់ក៏ត្រឡប់មកសាលាស្រុកវិញពេលនេះមេស្រុកផាគឺជឿសម្ដីនេស៊ីនហើយមានពីរវិធីដែលអាចសម្លាប់បានគឺការកាប់ក្បាលនិងដុតជាមួយភ្លើងទើបអាចសម្លាប់ស៊ុំប៊ីទាំងនេះបានតែដល់លឺអញ្ចឹងអ៊ំដែលជាអ្នកពូជថ្លៃធ្នូអត់ព្រមទេអត់ព្រមដាច់ខាតដែលឲ្យកងសន្តិសុខមកធ្វើអ្វីលើសាកសពរបស់អ្នកស្រុកថ្លៃធ្នូទេលោកស្មៀនក៏បាននឹកឃើញវិធីមួយលោកម្ចាស់អញ្ចឹងបើយើងអាចបែងចែកសាកសពទាំងនោះជាពីរអ្នកស្រុកលំដាប់ខ្ពស់និងអ្នកស្រុកលំដាប់ទាបអ្នកលំដាប់ខ្ពស់យើងនឹងធ្វើពិធីបុណ្យសពតាមប្រពៃណីរួចនឹងកប់ហើយអ្នកស្រុកលំដាប់ទាបវិញយើងដុតតែម្ដងទៅបុត្រាលីទ្រាំស្ដាប់លេងបានហើយក៏បានដើរចូលមកនិងបង្ហាញសមត្ថភាពដែលជារីតិយាតនៃនគរហើយគ្រប់គ្រងតំបន់នេះតែម្ដងដាក់បញ្ជាឲ្យដុតសាកសពទាំងអស់បន្ទាប់មកក៏បានកោះហៅអ្នករាល់គ្នាឲ្យធ្វើដំណើរតាមទូកចាក់ចេញពីស្រុកនេះជាបន្ទាន់មុនពេលមេឃងងឹតនិយាយពីមេស្រុកផាល់វិញក្រោមស្រីស្រស់ជួយអ្នកក្លាហានរួចមកគាត់គឺបានបាក់ចិត្តក្រាស់លើចៃប៊ីក៏បានហៅចៃប៊ីមកជួបព្រមទាំងនិយាយថាខ្ញុំចង់សងគុណនាងមួយជីវិតសងមួយដល់អស់សងពីសក់ខ្មៅមកដល់សក់សខ្ញុំចង់ឲ្យនាងនៅក្បែរខ្ញុំរហូតតែចៃប៊ីក៏បានតបថាលោកត្រូវការពេលប្រចាំការឬចៃប៊ីនេះគឺគ្មានចេះគិតគូររឿងស្នេហាដើម្បីអីទេនាងក៏បានដើរត្រេកត្រោតមកសំណាក់ពេទ្យក្នុងចិត្តគិតដល់រឿងថ្ងៃមុនលោកគ្រូបានប្រាប់នាងអំពីការប្រើស្មៅស្លាប់រស់ទៅលើស្ដេចលីនិងធ្វើឲ្យស្ដេចលីស្លាប់ហើយរស់ឡើងវិញនាងគិតដល់រឿងហ្នឹងស្ដេចលីបានខំកូនសិស្សប្រុសស្លាប់តែក្មេងនោះមិនបានខ្លាចជាស៊ូប៊ីទេហេតុអីបានជាអ្នកជំងឺដែលនាំគ្នាស៊ីសាច់ក្មេងនោះបែរជាខ្លាចជាស៊ូប៊ីទៅវិញប្រហែលជាវាពាក់ព័ន្ធជាមួយនឹងជំងឺឃ្លុងដែលជាជំងឺឆ្លងបូករួមជាមួយនឹងមេរោគរបស់ស្ដេចលីធ្វើឲ្យមានប្រតិកម្មវិវត្តទៅជាស៊ូប៊ីចំនួន2ហើយឲ្យតែស៊ូប៊ីប្រភេទនេះខាំមួយម៉ាត់មនុស្សដែលត្រូវបានខាំនឹងបន្តឆ្លងកើតជាស៊ូប៊ីដែរក្នុងពេលនោះលោកគ្រូក៏បានប្រាប់ថា
ទោះបីជាខ្លាចជា zombie ក៏គាត់មានវិធីព្យាបាលដែរតែរៀបនឹងប្រាប់វិធីសាស្ត្រទៅហើយគាត់ក៏បានខ្លាចទៅជា zombie ពិតជាសោកស្ដាយណាស់តែក៏សំណាងណាស់ដែរដែលលោកគ្រូសុងហ៊ីបានកត់ត្រាការព្យាបាលនៅលើកំណត់ហេតុផ្ទាល់ខ្លួនរបស់គាត់ដោយនេះចៃប៊ីក៏បានយកកំណត់ហេតុនោះប្រគល់ឲ្យបុត្រាលីដើម្បីពិនិត្យក្នុងនោះគឺបានកត់ត្រាអំពីការប្រើប្រាស់ថ្នាំស្មៅស្លាប់រស់និងវិធីដែលធ្វើឲ្យស្ដេចលីខ្លាចជា zombie ពេលនេះគឺល្អហើយយើងមានចៃប៊ីជាសាក្សីនិងកំណត់ហេតុជាវត្ថុតាងអញ្ចឹងយើងអាចកំណត់ទោសគ្រួសារតកូជូបានហើយតែឥឡូវនេះពួកយើងមានវិបត្តិធំណាស់ព្រោះពួកគេមានអំណាចគ្រប់ដណ្ដប់នឹងដេញតាមសម្រាប់យើងផងដែរអញ្ចឹងបុត្រាលីសម្រេចថានឹងបដូរទៅតំបន់សាំងជូស៊ីស្វែងរកជំនួយពីលោកមេតបអានយុនដែលជាលោកគ្រូរបស់គាត់ហើយយើងនឹងប្រឆាំងតទល់នឹងតកូជូនោះស្របពេលនេះដែរក្នុងរាជវាំងក៏មានរឿងនឹងគួររង្គើតិចលីមួយថ្ងៃឆៃមនុស្សម្នាក់បើហែកសយសលក៏យកទៅបោះចោលក្នុងទឹកដើម្បីលុបដែនហើយថ្ងៃនេះក៏ត្រូវបានទាសី manager ប្រទះឃើញនឹងបានយករឿងនេះទៅប្រាប់អភិបាលក្រុងលោកគឹមឲ្យប្រញាប់ប្រញាល់ចេញទៅរករាជយាតដើម្បីស្វែងរកការពិតហើយលោកគឹមក៏បានកោះហៅមន្ត្រីសំខាន់ព្រមទាំងផ្ញើសារទៅលោកមេតបអានដែលកំពុងតែកាន់ទុកម្ដាយអំពីរឿងចម្លែកនេះលោកគឹមក៏ប្រញាប់ចង់ចូលគាល់ព្រះមហាក្សត្រចាំមើលថានរណាគេអីក៏ថ្លើមធំម្លេះហ៊ានធ្វើព្យុះធ្វើភ្លៀងផងសារដែលផ្ញើចេញនោះក៏ត្រូវបានអុបរាជូកាក់ជាប់និយាយពីលោកមេតបអាននេះគាត់មានកិត្យានុភាពខ្លាំងណាស់ក្នុងប្រទេសព្រោះកាលពី3ឆ្នាំមុនគាត់បានប្រើទ័ពតែ500នាក់ទេគឺអាចយកឈ្នះសត្រូវដល់ទៅ30000នាក់ចាប់តាំងពីពេលនោះមកគាត់ទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីប្រជារាស្ត្រម្យ៉ាងគាត់ត្រូវជាគ្រូរបស់បុត្រាលីផងដែរតែពេលដែលអុបរាជូដឹងថារឿងនេះមេតបអាននឹងចូលរួមស៊ើបដែរគាត់បែរជាទុកចិត្តទៅវិញលោកជូគាត់ច្បាស់ក្នុងចិត្តយ៉ាងមុតមមថាមេតបអាននេះគ្មានផ្លូវក្បត់គាត់នោះទេស្ដាប់មើលទៅគេទាំងពីរនាក់គឺដូចជាមានអាកំបាំងអ្វីម្យ៉ាងជាមួយគ្នាអុបរាជូអង្គុយក៏នឹកឃើញដល់រឿងស្ដេចលីកាលនោះគ្រូសុងហ៊ីបានចូលមកដល់ដំណាក់ស្ដេចក៏បានប្រាប់ថាស្ដេចទ្រង់ចូលទីវង្គតទៅហើយតែដរាបណាកូនស្រីរបស់គាត់មិនទាន់កើតបានកូនប្រុសស្ដេចនេះគឺមិនអាចស្លាប់បានទេដូចនេះគាត់បានគំរាមគ្រូសុងហ៊ីឲ្យប្រើប្រាស់រូបមន្តកាលពី3ឆ្នាំមុនធ្វើយ៉ាងណាក៏ដោយឲ្យតែស្ដេចនេះអាចកម្រើកបានដាច់ខាតបន្ទាប់មកស្ដេចលីក៏បានក្លាយជា zombie និយាយទៅបើលើកនេះគ្រូសុងហ៊ីធ្វើឲ្យស្ដេចលីក្លាយជា zombie ចុះរឿងកាលពី3ឆ្នាំមុនគឺរឿងស្អីតើគាត់ធ្វើឲ្យនរណាក្លាយជា zombie ដែរទៅតម្រុយទាំងនេះនឹងជាប់គ្នាក្នុងពេលបន្តិចទៀតនេះនិយាយពីខាងប៊ូសានយើងវិញស្មៀនបានប្រាប់ទៅមេស្រុកថាក្នុងស្រុកយើងនេះសល់តែទូកមួយគ្រឿងទេមិនអាចផ្ទុកអ្នករកគ្នាបានឡើយហើយកម្លាំងទ័ពក៏មានកម្រិតក្នុងមួយថ្ងៃប្រកាសជាមិនអាចដុតកំទេច zombie ទាំងអស់បានទេដូចនេះហើយមិនទាន់នឹងដល់ម៉ោងជួបជុំផងមេស្រុកក៏បានដឹកនាំអ្នកលំដាប់ខ្ពស់ឡើងទូកចេញទៅមុនបាទបន្សល់ទុកនៅភាពមិនពេញចិត្តសម្រាប់ប្រជារាស្ត្រក្រីក្រតែគ្មាននរណាដឹងទេអ៊ំថ្ងៃមុននោះគាត់មិនសុខចិត្តនឹងរឿងកូនគាត់មិនបានធ្វើបុណ្យសពក៏បានលួចយកសពកូនគាត់ឡើងទូកដែរពេលដែលពួកគ្មានចិត្តនោះចាក់ចេញអស់ទៅចៃប៊ីក៏បានហៅអ្នករកគ្នាកិច្ចចេញទៅសំណាក់ពេទ្យសិនព្រោះថានៅទីនោះនីស៊ីនបានរៀបចំជង្រុកឫស្សីរបងការពារគួរសមដែរយ៉ាងហោចណាស់ក៏អាចជួយពួកយើងរំដោះគយដែរមិនយូរប៉ុន្មានក្មេងៗក៏ស្ទុះរត់វឹងទៅសំណាក់ពេទ្យបន្សល់ទុកមនុស្សចាស់ជរា2រទេះដែលព្យាយាមឆ្ពោះទៅរកសំណាក់ពេទ្យដែរស្រាប់តែរទេះក៏ជាប់ផងលោកមូនបានខាត់បុត្រាលីឲ្យប្រញាប់កិច្ចចេញទៅមុនទៅតែបុត្រាលីក៏ឆ្លើយតបថាខ្ញុំមិនអាចទុកឲ្យប្រជារាស្ត្រខ្ញុំស្លាប់បានទេមិនទុកចោលដាច់ខាតហើយពេលនោះដែរ zombie ក៏បានចេញមកហើយរត់យ៉ាងលឿនជាងពេលសិស្សចេញលេងទៅទៀតមើលនេះចុះបុត្រាលីមួយក្រុមក៏ប្រញាប់រត់ញាប់ជើងមកដល់សំណាក់ពេទ្យនោះម្នាលើទូកំពុងតែញ៉ាំចំណីយ៉ាងសុខសាន្តរហូតដល់ហឹបឈើអុំរឿងច្រើនរង្គោះរង្គើហើយគ្រប់គ្នាក៏បានខ្លាចជាចំណីរបស់កូនអ៊ំនឹងអ៊ំនេះសុកយកកូនគាត់មកចម្លង zombie ធ្វើមិនដឹងបែរជារបងការពារសំណាក់ពេទ្យគឺរឹងមាំណាស់ហើយយប់នេះគ្មាន zombie ណាអាចចូលមកបាននោះទេក្រោយពេលរឿងកើតហេតុយប់មិញក្នុងភ្នែកប្រជារាស្ត្រគឺពោពេញដោយការគោរពស្រឡាញ់ទឹកចិត្តរបស់បុត្រាលីយ៉ាងខ្លាំងថ្ងៃរះហើយបុត្រាលីនឹងចេញទៅរកជំនួយពីមេតបអានជាមួយលោកមូននីស៊ីនឮហើយក៏បានសុំចូលរួមជាមួយផងព្រោះថាស៊ីនជូស៊ីគឺជាស្រុកកំណើតរបស់គេតែលោកមូនមិនជឿជាក់លើចិត្តស្មោះត្រង់របស់នីស៊ីននោះទេទោះនីស៊ីនព្យាយាមបកស្រាយថាគេធ្លាប់ធ្វើជាទាហានក៏ដោយព្រោះថាបើគេជាមនុស្សល្អមែនមិនបានជានៅតែប្រើប្រាស់ស្លាកឈ្មោះជាទាហានស្លាប់កាលពី3ឆ្នាំមុនម្យ៉ាងពេលសម្រាប់ zombie មើលទៅបបពិសោធន៍ពេញខ្លួនមិនមែនទាហានទូទៅអាចធ្វើបាននោះទេកំពុងតែនិយាយគ្នាទ្វាររបស់សំណាក់ពេទ្យក៏ត្រូវបានគោះយ៉ាងខ្លាំងគឺទាហានរបស់អ៊ុបរាជូបានមកដល់ហើយពួកគេមកចាប់បុត្រាលីគ្រាន់តែមិនបានឆ្លើយតបប៉ុន្មាននាទីពួកទាហាននោះក៏បានបាញ់ព្រួញសម្រាប់ប្រជារាស្ត្រនិយាយទៅអាណិតប្រជារាស្ត្រដែរខំកិច្ច zombie មួយយប់តែមួយផ្លែតក៏បានស្លាប់ក្រោមទាហានប្រទេសខ្លួនទៅវិញពេលទាហានសម្រុកចូលមកឃើញផ្សែងពេញនឹងនីស៊ីនបានកាន់កំភ្លើងស៊ីបហើយចៃប៊ីចាំចាក់កំបិតពីក្រោយដើម្បីរំដោះប្រជារាស្ត្រចេញ
បត្រាលីនិងលោកមួនក៏បានចេញទៅនិងប្រើល្បិចបន្លំភ្នែកកងទ័ពឲ្យដេញតាមខុសទិសរួចពួកគេទាំង4ក៏បានជួបជុំគ្នាចេញដំណើរទៅរកលោកមេតបអានលោកគីមបាននាំមន្ត្រីធំទាំង4ចូលគាល់ព្រះមហាក្សត្រអបរាជូក៏បានយល់ព្រមមេរៀងប្រលប់បន្តិចក៏ជូនពួកគេចូលគាល់ពេលយប់ភ្លាមស្ដេចលីក៏បានលេចចេញមុខមាត់ពិតម្នាក់ឃើញហើយគឺផិតភ័យណាស់មុខស្អីក៏អាក្រក់មើលម្លេះតាមពិតទៅអបរាជូមិនខ្លាចមន្ត្រីធំចូលគាល់ទេព្រោះថាឲ្យតែស្ដេចលីនៅអាចកម្រើកបានក៏គេនៅតែជាស្ដេចនៃនគរនេះនរណាដែលមិនយល់ស្របគឺមានទោសស្មើក្បត់ជាតិហើយយប់នោះដែរអបរាជូក៏បានចាប់ទាញលោកគីមចេញទៅសម្លាប់3ពូជទាំងយប់និយាយពីក្រុងបត្រាលីក្រោយពីធ្វើដំណើរអស់មួយថ្ងៃក៏សម្រាកសិនលោកមុនបានប្រាប់បត្រាថានីស៊ីននេះប្រើឈ្មោះក្លែងក្លាយពិតមែនតែសមត្ថភាពគេគឺខ្ពស់ណាស់អង្គរៈវាំងល្មមគឺវាយមិនឈ្នះគេនោះទេថាហេតុអីបានជាគេតាក់ខ្លួនមកដល់ភូមិនេះអញ្ចឹងស្របពេលដែលបត្រាលីកំពុងតែគិតនោះក៏ឮសំឡេងស្រែកថាមានស៊ូមប៊ីចេញពីចែប៊ីគ្រប់គ្នាក៏បានត្រៀមខ្លួនប្រយុទ្ធក្រឡេកមើលឲ្យស្រួលក៏ឃើញថាជាមេស្រុកផាសោះទូកអ្នកថ្លៃធ្នូថ្ងៃមុននោះគឺស្លាប់អស់ហើយមានតែលោកមេស្រុកទេដែលរួចខ្លួនតែទូកនោះក៏នៅតែបន្តរសាត់អណ្ដែតជាមួយស៊ូមប៊ីពេញទូកតែម្ដងមើលទៅមិនយូរទេនឹងអណ្ដែតទៅកាន់សាន់ជូស៊ីហើយប្រទេសយើងនឹងជួបវិបត្តិមិនខានឮអញ្ចឹងបុត្រាលីកាន់តែបង្ខំការធ្វើដំណើរឲ្យឆាប់ដល់សាន់ជូស៊ីនិយាយពីទូកដែលរសាត់អណ្ដែតដល់សាន់ជូស៊ីវិញមេតបអានបានរកឃើញទូកនោះនឹងបានចូលទៅមើលឃើញថាទូកនោះគឺទទេស្អីក៏គ្មានដែរម្ខាងទៀតក្រុងបុត្រាលីក៏បានទៅដល់ភូមិក្បែរមាត់ទឹកអ្វីដែលចម្លែកនោះគឺមនុស្សម្នាក្នុងភូមិក្រីក្រយ៉ាងខ្លាំងតែម្នាក់បែរជាកំពុងញ៉ាំសាច់ដុតជ្រូកពេញមាត់ពេលឃើញបុត្រាលីដើរចូលមកគ្រប់គ្នាប្រញាប់ធ្វើមុខលេឡងរហូតដល់មេស្រុកផាលបានឃើញក្រណាត់ដែលអ្នកស្រុកកាន់នឹងទូកនោះគឺច្បាស់ថាអ្នកស្រុកនេះគឺបានប្រមូលយករបស់របរលើទូកខ្ទេចមានសល់ខ្ទឹមហើយសាកសពលើទូកក៏បានកប់អស់ហើយបុត្រាលីក៏បានប្រាប់អ្នកភូមិឲ្យនាំពួកគេទៅរកទីតាំងកប់សពនោះតែពេលចូលដល់កណ្ដាលវាស្ងាត់អ្នកភូមិនោះក៏បានបដូរចិត្តចង់សម្លាប់បុត្រាលីវិញដើម្បីបំបិតមាត់លាក់រឿងយកឲ្យបានលើទូកទូបុត្រាលីព្យាយាមនិយាយយ៉ាងណាក៏គេមិនស្ដាប់ដែរស្រាប់តែអ្នកភូមិដែលកោងកាយអំបញ្ញមិញនេះបែរជាទុនអស់ក៏បានប្រែទៅជាសាសមីចំណីរបស់ស៊ូមប៊ីទៅវិញហើយគ្រប់គ្នាក៏ចាប់ដើមរត់តែថាស៊ូមប៊ីនេះច្រើនពេកហើយមើលទៅគ្រប់គ្នាគឺមិនរស់ទេស្រាប់តែកូនចៅរបស់មេតបអានក៏មកដល់ល្មមព្រមទាំងបានសម្លាប់ស៊ូមប៊ីយ៉ាងសាហាវរឿងចម្លែកនោះគឺស៊ូមប៊ីទៅមកដល់ស្រុកនេះទេតែមើលទៅកងទ័ពរបស់មេតបអានគឺមានបទពិសោធន៍សម្លាប់ស៊ូមប៊ីនេះឆ្អិនណាស់ហើយអ្វីបានជាពួកគេដឹងចំណុចខ្សោយរបស់ស៊ូមប៊ីបុត្រាលីពេលឃើញលោកគ្រូក៏នឹករលឹកដល់ពេលនៅតូចក្រោយពេលមេដាបានសោយទីវង្គតទៅបុត្រាលីស្ថិតក្នុងវាំងម្នាក់ឯងកណ្ដែងតែតោគឺលោកគ្រូអានេះហើយដែលជាទីពឹងតែមួយគត់របស់គាត់ហើយក៏ជាលោកគ្រូអានេះដែរដែលបង្រៀនគេពីវិធីគ្រប់គ្រងប្រទេសសិល្បៈនៃអំណាចដូចនេះហើយក្នុងចិត្តរបស់បុត្រាលីលោកគ្រូអានប្រៀបដូចជាឪពុកអញ្ចឹងពេលមកដល់កន្លែងស្នាក់បុត្រាលីក៏បានប្រាប់លោកគ្រូអំពីអាចកំបាំងពីក្រោយការស្លាប់របស់បិតានិងសូមឲ្យលោកមេតបជួយគេផ្ដួលអបរាជូតែមេតបអានក៏បានប្រាប់បុត្រាលីឲ្យទៅសម្រាកសិនទៅពេលឃើញអញ្ចឹងលោកមុនក៏ចាប់ដើមសង្ស័យលើមេតបអានមួយទៀតយប់នេះគឺជាយប់ដំបូងដែលពួកគេបានគេងលង់លក់យ៉ាងស្រួលពេលព្រឹកនីស៊ីនភ្ញាក់មុនគេបានរត់ទៅមាត់ទន្លេបានប្រទះឃើញផ្ទាំងសិលាសរសេររៀបរាប់អំពីភាពជោគជ័យលើចម្បាំងការពារប្រទេសរបស់លោកមេតបអានកាលពី3ឆ្នាំមុនតែនីស៊ីនក៏បានស្ដោះទឹកមាត់ទៅលើសិលានោះនិងបានដើរសម្ដៅទៅរកភូមិសូវងទីនេះគឺជាស្រុកកំណើតរបស់គេតែឥឡូវនេះបន្សល់ត្រឹមតែកំទេចដីរាបស្មើនីស៊ីនដឹកដល់គ្រាដែលមុនចាក់ចេញពីភូមិប្អូនរបស់គេបានខាត់គេមិនឲ្យចេញទៅទេឥឡូវគេត្រឡប់មកវិញហើយតែអ្នកភូមិក៏បានស្លាប់ទាំងអស់ហើយដែរពេលដើរមកដល់ភ្នូរអ្នកភូមិក៏បានឃើញក្រឡអុជធូបតើនរណាគេដែលនៅបន្តនឹករលឹកដល់អ្នកភូមិនេះតើមានអ្វីកើតឡើងបានជាអ្នកភូមិស្លាប់ទាំងអស់គ្នាអញ្ចឹងនិយាយពីខាងរាជវាំងវិញរឿងខ្មោចស៊ូមប៊ីល្បីពេញនគរអូបរ៉ៃរៀងបារម្ភរឿងនឹងដែរក៏ឲ្យគេចាប់មនុស្សមកធ្វើតេស្តក៏រកឃើញមូលហេតុដែលធ្វើឲ្យជំងឺនេះអាចឆ្លងបានហើយមហេសេជូក៏មិនទំនេរដែរនាងបានអូសទាញយកស្ត្រីមានផ្ទៃពោះជាច្រើនផ្ដល់ការរស់នៅល្អហូបល្អស្នាក់ល្អក្នុងនោះក៏បានឃើញប្រពន្ធរបស់លោកមូដែរស្ដេចលីនៅតែមិនព្រមចេញមុខមហេសីក៏ចាប់ផ្ដើមទទួលស្ដាប់និងសម្រេចរឿងរាជកិច្ចការកាន់អំណាចថ្ងៃទី1ក៏បានដាក់បញ្ជាឲ្យបិទព្រំដែនខេត្តដើម្បីការពារបេក្ខខាងត្បូងដែលកំពុងតែរីកត្បាតយ៉ាងខ្លាំងទៅលើជំងឺហ្សូមប៊ីនេះហើយប្រជាជនដែលនៅទីនោះ
យ៉ាងណាក៏យ៉ាងណាទៅព្រមទាំងដាក់បញ្ជាឲ្យតបរាជវាំងចេញទៅចាប់បុត្រាលីមេស្រុកសាន់ជូស៊ីក៏បានដឹកនាំតបមកសំណាក់មេតបអានព្រមទាំងនិយាយថាឲ្យតែគាត់ព្រមប្រគល់បុត្រាលីនោះគឺយើងនឹងស្រស់ស្រួលជាមួយគ្នាមេតបអានមិនរារែកក៏បានយល់ព្រមតើមេតបអានគឺជាគ្នារបស់អបរាជូឬតែពេលដែលតបវាំងចូលមកគាត់ក៏បានឲ្យគេសម្លាប់តបទាំងនោះចោលតាមពិតទៅយប់នោះមេតបអានបានឲ្យបុត្រាលីឆាប់សម្រាកព្រោះពួកគេនឹងត្រូវចាប់ផ្ដើមត្រៀមប្រយុទ្ធហើយមេតបអានថែមទាំងបង្ហាញនៅលិខិតសម្ងាត់ដែលតបវាំងនឹងចេញមកចាប់បុត្រាលីទៅនឹងមកដល់សានជូស៊ីសោះមិននឹកស្មានថាដំណឹងនេះទៅដល់ដៃអបរាជូរហ័សម្លឹងមើលទៅប្រហែលជាមានរនុកក្នុងផ្ដល់ព័ត៌មានទៅឲ្យអបរាជូហើយដូចនេះហើយពួកគេសន្យារក្សាការសន្ទនានេះសម្ងាត់ទើបអាចកម្ចាត់តបវាំងយ៉ាងស្រួលបើយើងជាប់តម្រុយប្រពន្ធលោកមូនដែលកំពុងពពោះក្នុងវាំងទោះបីស្ថិតក្នុងស្ថានភាពស្ម័គ្រចិត្តឬត្រូវបានគំរាមក៏យើងអាចច្បាស់ដែរថារនុកក្នុងនោះគួរតែជាលោកមូននេះហើយតែដោយសារតែបុត្រាលីមិនដឹងរឿងនេះគាត់គិតថាចែប៊ីលោកមូននាយស៊ីនសុទ្ធតែអាចជារនុកក្នុងទាំងអស់ប្រជារាស្ត្របានភៀសខ្លួនពីភៀកខាងត្បូងមកសម្រុកគោះទ្វារក្រុងពេញនឹងបុត្រាលីក៏បានបញ្ជាឲ្យគេបើកទ្វារក្រុងដើម្បីរក្សាការពារទឹកដីសាន់ជូស៊ីនេះបុត្រាលីក៏បានចាត់ចែងអ្នករាល់គ្នាឲ្យចេញទៅកាប់ឫស្សីដើម្បីធ្វើរនាំងការពារគ្រប់គ្នាបានវិញចិត្តជាធ្លុងមួយសូម្បីតែក្រុមអភិជនក៏ចុះទៅធ្វើការងារនេះជាមួយគ្នាដែរដើម្បីត្រៀមប្រយុទ្ធគ្រប់ទីកន្លែងសំខាន់គឺបានបង្កប់នៅអន្ទាក់ជ្រៅមួយចំហៀងទៀតត្រីពស់ធំដែលចិញ្ចឹមដោយព្រះមហេសីបើកាត់បានជាកូនស្រីនឹងត្រូវសម្លាប់ចោលទាំងម្ដាយនិងកូននិយាយពីមហេសីពេលងូទឹក무엄하다 어떠하냐? 내 아기가 아주 건강해 보이지 않느냐?ក៏បានដឹងថានាងបានបោកប្រាស់គ្រប់គ្នាមានផ្ទៃពោះមហេសីជូនេះគឺជាស្រីម្នាក់ដែលសាហាវពឹសពុលណាស់ឥឡូវនេះនាងត្រូវការធ្វើយ៉ាងណាឲ្យបានកូនប្រុសដាច់ខាតឲ្យតែបានកូនប្រុសនគរនេះនឹងផ្លាស់តកោហើយនិយាយពីខាងបុត្រាលីវិញម្នាក់គឺត្រៀមសម្រាប់ការប្រយុទ្ធយប់នេះចៃប៊ីបានឡើងភ្នំសម្រាប់បេះថ្នាំនីផាក៏បានតាមមកញ៉ែតែស្រែកថាប្រយ័ត្នបន្តិចណានៅជិតនោះមានផ្លូវទៅច្រឡងគុហាមួយចៃប៊ីលឺអញ្ចឹងគឺភ្ញាក់យ៉ាងខ្លាំងព្រោះថាច្រឡងគុហាគឺជាកន្លែងដែលសម្បូរស្មៅស្លាប់រស់ដល់ហើយនាងក៏ប្រញាប់ចូលទៅមើលនាងពិតជាបានរកឃើញស្មៅស្លាប់រស់មែនតែថាក្រៅពីរកឃើញស្មៅស្លាប់រស់ក្នុងគុហានោះក៏មាននៅច្រវាក់និងគ្នីបជាច្រើនគ្មាននរណាដឹងទេថាទីនោះមានអ្វីកើតឡើងមកខាងទៀតនីស៊ីនកំពុងតែបង្រៀនកងទ័ពប្រើប្រាស់កំភ្លើងកូនចៅបានទៅប្រាប់មេតបអានថានីស៊ីននេះគឺជាក្មេងដែលចេញពីភូមិសូវងគ្រាន់តែឮភ្លាមមេតបអានក៏បានប្រើទឹកមុខពេលដែលបុត្រាលីសួរនាំមេតបអានក៏បានឆ្លើយតបថាគាត់មិនស្គាល់នីស៊ីននោះទេពេលយកមកដល់អបរាជូបានឈប់រទេះសេះនៅមាត់ច្រកព្រំដែនស្រុកសានជូស៊ីហឹបក្រោយក្នុងរបស់គាត់បានដាក់នៅហ្ស៊ូមប៊ីមួយមិនដឹងថាគេចង់លេងល្បិចអីទេក៏បានឃើញសេះមួយបានត្រឡប់មកវិញជាមួយនឹងដៃមួយជំហានដែលបានដាច់មើលទៅហ្ស៊ូមប៊ីគឺខិតជិតមកដល់ហើយគ្រប់គ្នាគឺត្រៀមខ្លួនតែរហូតដល់មេភ្លឺមិនឃើញមានអ្វីកើតឡើងនោះទេពេលដែលគ្រប់គ្នារៀបចំសម្រាប់ទៅហើយនោះក៏បានឮសំឡេងសន្ទឹករំជួយ តាមពិតទៅស៊ូមប៊ីនេះមិនមែនខ្លាយព្រះអាទិត្យនោះទេតែថាខ្លាយកម្ដៅកាន់តែគៀកមកបែកខាងជើងអាកាសធាតុកាន់តែចុះត្រជាក់ដែលធ្វើឲ្យស៊ូមប៊ីនេះអាប់ដេតទៅនឹងអាចចេញបានពេលថ្ងៃទៀតផងសង្គ្រាមស៊ូមប៊ីនេះទើបនឹងចាប់ដើមទេរឿង The Kingdom ក្នុង season 1នេះបានបន្សល់ទុកនៅតម្រុយសាច់រឿងជាច្រើនដូចជាកាលពី3ឆ្នាំមុនគ្រូពេទ្យសុងហ៊ីបានស្វែងរកឃើញនៅវិធីសាស្ត្រដែលធ្វើឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញរួចក៏បានចូលនិវត្តន៍ទៅស្រុកកំណើតវិញហើយកាលពី3ឆ្នាំមុនដូចគ្នាដែរដែលមេតបអានបានដឹកនាំកងទ័ព500នាក់តែប៉ុណ្ណោះនឹងបានយកឈ្នះទ័ពសត្រូវដល់ទៅ30000នាក់ហើយវេលាដូចគ្នាដដែលពេលដែលនីស៊ីនចាក់ចេញពីស្រុកកំណើតឃើញថាអ្នកភូមិភាគច្រើនគឺរបួសនឹងពិការបើយើងភ្ជាប់តម្រុយទាំងនោះចូលគ្នាគឺយើងមិនពិបាកក្នុងការទាយទេថា3ឆ្នាំមុននោះមេតបអានបានយកអ្នកភូមិសូវងដែលពិការទៅពិសោធន៍រួចធ្វើការច្នៃតេស្តថ្នាំ
ដែលចាប់មនុស្សមួយភូមិឲ្យប្រែទៅជា zombie ដើម្បីចេញច្បាំងសត្រូវ 30000 នាក់ zombie season 1 គឺបានចប់ហើយចំណែកឯ season 2 យើងនឹងអាចមើលឃើញអំពីការច្បាំងសម្លាប់ zombie ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយរបស់ admin សូមកុំភ្លេចចុច subscribe និង like ជួបគ្នាម្ដងទៀតគឺនៅ Kingdom season 2 សូមអរគុណ